ប្រតិភូមន្ត្រីសង្ឃនិមន្តសួរសុខទុក្ខនិងនាំយកអំណោយសប្បុរសធម៌ជូនវីរៈកងទ័ពនៅមន្ទីរពេទ្យយុទ្ធភូមិភាគទី4 នារសៀលថ្ងៃទី25 ខែមករាឆ្នាំ 2026 ប្រតិភូមន្ត្រីសង្ឃខេត្តបាត់ដំបងពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកអមដំណើរដោយព្រះវិចិត្រវង្សាហេមកំសាន្តព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកក្រុងសៀមរាបបាននិមន្តសួរសុខទុក្ខនិងនាំយកអំណោយសប្បុរសធម៌ជូនវីរៈកងទ័ពដែលកំពុងសម្រាប់ព្យាបាលជំងឺនៅមន្ទីរពេទ្យយុទ្ធភូមិភាគទី4 ខេត្តសៀមរាបក្នុងឱកាសនោះប្រតិភូមន្ត្រីសង្ឃបានធ្វើការអរគុណដល់បងប្អូនវីរៈកងទ័ពយើងទាំងអស់ដែលបានខិតខំប្រឹងប្រែងបដូរផ្ដាច់ការពារបូរណភាពទឹកដីនិងរក្សាសន្តិសុខជូនជាតិមាតុភូមិដែលត្រូវប្រឈមនឹងការលំបាកនៅសពគ្រប់បែបយ៉ាងនិងឃ្លាតឆ្ងាយពីកូនប្រពន្ធគ្រួសារសាច់ញាតិនិងឪពុកម្ដាយហាលភ្លៀងហាលខ្យល់ដើម្បីការពារទឹកដីខ្មែរនិងប្រជារាស្ត្រខ្មែរបានសុខសាន្តការការពារខ្លួននិងការពារទ្រព្យសម្បត្តិទឹកដីព្រមទាំងអាយុជីវិតគឺយើងត្រូវតែការពារក្នុងករណីមានគេមកបំពានឬមកឆក់ប្លន់ការការពារទឹកដីនេះជាការបំពេញកតញ្ញូដ៏ប្រសើរណាស់ហើយផលនៃកតញ្ញូនេះនឹងនាំឲ្យកងកម្លាំងយើងប្រកបតែនឹងសុខចម្រើនជានិច្ចប្រតិភូមន្ត្រីសង្ឃក៏បានផ្ដាំផ្ញើដល់បងប្អូនវីរៈកងទ័ពដែលបានកំពុងសម្រាប់ព្យាបាលត្រូវយកចិត្តទុកដាក់ស្ដាប់នៅវិជ្ជាបញ្ជាគ្រូពេទ្យដើម្បីឲ្យបានឆាប់ជាសះស្បើយរបួសនិងជំងឺនិងបានវិលត្រឡប់ទៅកាន់អង្គភាពខ្លួនវិញព្រមទាំងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់នៅលើលោកសូមជួយថែរក្សាកងកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យទទួលបានជោគជ័យលើសត្រូវដែលឈ្លានពានទឹកដីរបស់យើងនិងដើម្បីថែរក្សាការពារសុខសន្តិភាពជូនជាតិមាតុភូមិក្នុងឱកាសនោះប្រតិភូមន្ត្រីសង្ឃក៏បានប្រទានអំណោយជាថវិកាដល់បងប្អូនវីរៈកងទ័ពដែលកំពុងសម្រាប់ព្យាបាលនិងអ្នកមើលថែនៅមន្ទីរពេទ្យព្រមទាំងបានឧបត្ថម្ភថវិកាដល់លោកគ្រូអ្នកគ្រូពេទ្យផងដែរជាមួយគ្នានោះប្រតិភូមន្ត្រីសង្ឃក៏បាននិមន្តសួរសុខទុក្ខបងប្អូនភាសឹកស្នាក់នៅក្នុងវត្តប្រាសាទគោកចកព្រមទាំងបានប្រគេនបច្ច័យមួយចំនួនដល់ព្រះគ្រូចៅអធិការសម្រាប់ចាត់ចែងធ្វើម្ហូបអាហារប្រចាំថ្ងៃថែមទៀតផង